ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើវីដេអូតាក់ទងជាមួយនឹងដំណើរទៅកាន់ភ្នំស័ក្តិសិទ្ធិចាស់ពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនណាខ្លះធ្លាប់ស្គាល់ចានេះឥឡូវយើងធ្វើដំណើរឡើងទៅម៉ោង8គឺមានបងប្អូនគាត់ទៅច្រើនមែនតើថាជនជាតិគេជនជាតិថៃជនជាតិឥណ្ឌានិយាយថាឃើញច្រើនពុកម៉ែបងប្អូនពួកខ្ញុំឡើងទៅម៉ោង8គាត់ថាមុននេះតែមានណាគេចុះមកវិញហើយនេះផ្លូវឡើងទៅពុកម៉ែបងប្អូនសម្រាប់ផ្លូវឡើងទៅគឺចោតខ្លាំងចោតជាងយើងឡើងភ្នំព្រះវិហារទៀតហើយផ្លូវក៏បត់បែនច្រើនហើយដោយសារខ្ញុំសុខភាពអត់សូវល្អដែរអញ្ចឹងក៏សូមជិះខាងក្នុងដែរទៅជាមួយនឹងម៉ែហើយជាមួយនឹងបងចាយើងមកដល់ខាងក្រោមគឺយើងរត់ធូបបួងសួងសូមសុខសប្បាយពីខាងក្រោមនេះសិនទៅយើងមានផ្កាមានអីអញ្ចឹងបងប្អូនបងប្អូននេះឡើងផ្លូវឡើងចដើទៅខាងលើចានិយាយថាយាយតាពីអ្នកនេះម្ដងគាត់មកគាត់ថាឡើងអត់ដល់ទេគាត់ឈឺចាទៅពីផ្ទះទៅគឺគាត់ឈឺប៉ុន្តែដល់ពេលជាក់ស្ដែងនេះកូនពីរនាក់នេះដើរធ្លាក់អណ្ដាតតែពួកគាត់វិញនៅខាងមុខឡើងឆាល់អាឡើងក៏ទៅមុនអាចុះក៏មកមុនកូនចាញ់ម៉ែឪវិញចាហើយសម្រាប់អ្នកដែលធ្លាប់បានទៅនេះបងប្អូនធ្លាប់ទៅអញ្ចឹងក៏បងប្អូនគិតថាវាទៅបានស័ក្តិសិទ្ធិមែនណាពុកម៉ែបងប្អូននេះជាលើកទី1របស់ខ្ញុំអញ្ចឹងណាយើងក៏ដើរមកដល់កន្លែងនេះកាក់យើងគូសជូងអញ្ចឹងគូរហូតទៅដល់កន្លែងផុតអញ្ចឹងណាអញ្ចឹងអត់ដឹងថាយ៉ាងណាយ៉ាងណីខ្លះដែរគាត់ថាពេលម្លងពេលយើងគូសយើងក៏មានចិត្តបួងសួងអីខ្លះអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់អ្នកដែលធ្លាប់ទៅប្រហែលជាដឹងហើយតែសម្រាប់ខ្ញុំគឺអត់ដឹងទេគ្រាន់តែល្បីថាវត្តនេះគឺជាវត្តដែលស័ក្តិសិទ្ធិយើងសុំអីបាននឹងអញ្ចឹងយើងសាកទៅសុំសិនទៅចាំមើលឆ្នាំក្រោយតើយើងបានសម្រេចដែរឬមួយក៏អត់ចានេះផ្លូវចូលបាត់ជើងខ្លាពុកម៉ែបងប្អូនបាត់ជើងខ្លានេះគឺទេសភាពស្អាតហើយក៏មានលោកនៅចាំព្រឹទ្ធីអីឲ្យយើងដែរអញ្ចឹងណាយើងទៅដល់ដុតធូបទៅបន់ស្រន់នៅកន្លែងបាត់ជើងខ្លាហើយយើងចេញបន្តិចគឺមានលោកគាត់ប្រោះព្រំឲ្យឡើងតិចហើយពេលយើងទៅនេះគឺមេឃស្រឡះល្អមែនតែនប៉ុន្តែអត់សូវក្តៅទេបងប្អូនហើយថ្ងៃដែលខ្ញុំចេញពីភ្នំពេញទៅវិញគឺភ្លៀងរហូតហ្មងដល់ពេលថ្ងៃឡើងភ្នំគឺមេឃស្រឡះឥឡូវយើងមកដល់កន្លែងផឹកទឹកតែចាសម្រាប់ផឹកទឹកតែចាពុកម៉ែបងប្អូនធ្លាប់ទៅដឹងទេទឹកតែនៅនឹងឆ្ងាញ់ណាតែគាត់ធ្វើពីអីទឹកតែឆ្ងាញ់មែនតែនបន្ទាប់ពីយើងផឹកទឹកតែហើយគឺយើងធ្វើដំណើរទៅលើបន្តទៀតអញ្ចឹងណាហើយនេះដល់ពេលដែលយើងដើរបែកពីឪពុកហើយគាត់លឿនពេកអញ្ចឹងពួកខ្ញុំនៅក្រោយយឺតគាត់ទៅដល់មុនបាត់ហើយពួកខ្ញុំទៅដល់លួងប្របាទនេះគាត់ទៅដល់កន្លែងចងកម្មាក្រហមសុំសរសេរបំណងប្រាថ្នាបាត់ហើយអញ្ចឹងវីដេអូនេះគឺភាគ1នេះសូមបញ្ចប់ត្រឹមហ្នឹងពុកម៉ែបងប្អូនហើយនាងខ្ញុំនឹងធ្វើភាគ2ចាទៅដល់កន្លែងនឹងចងកម្មាក្រហមសរសេរបំណងប្រាថ្នាហើយយើងចុះមកវិញផ្លូវកាត់ទៀតអញ្ចឹងក៏អរគុណច្រើនសម្រាប់